ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកព័ត៌មាននៅខាងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយជនជាតិថៃមួយក្រុមមានគ្នាចំនួន8នាក់បានវាយធ្វើបាបសន្តិសុខខ្មែរចំនួន2នាក់រងរបួសធ្ងន់ក្នុងចំណោមសន្តិសុខខ្មែរចំនួន2នាក់មានសន្តិសុខម្នាក់ត្រូវបានជនជាតិថៃមួយក្រុមដែលមានគ្នា8នាក់ហ្នឹងបានចាក់ស្លាប់យ៉ាងអនាចធម៌នៅក្នុងថ្លុកឈាមកាលពីថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025នៅបរិយាសានសៀនហូឬគេហៅថាបរិយាសានហូសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃមួយក្រុមមានគ្នា8នាក់ក្នុងនោះមានស្រីផងដែរដែលបានត្រួតគ្នាវាយធ្វើបាបសន្តិសុខខ្មែរចំនួន2នាក់បណ្ដាលឲ្យសន្តិសុខម្នាក់បានបាត់បង់ជីវិតនិងសន្តិសុខម្នាក់ទៀតរងរបួសធ្ងន់លោកវីរៈសេនីយ៍តូរ៉ែនសុភ័ក្រដែលត្រូវជាអធិការរងនៃនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាពេលនេះជនបង្កដែលជាជនជាតិថៃមានគ្នា8នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយរីឯសន្តិសុខម្នាក់ទៀតដែលរងរបួសធ្ងន់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរប៉ុន្តែក្នុងករណីខាងលើគឺពុំទាន់ដឹងនៅមូលហេតុនៃការផ្ទុះហិង្សានេះនៅឡើយទេចំពោះហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះល្វែងអគារលេខ A110 បូរីសានសៀនហូប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះនោះបានឲ្យដឹងថាសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាមៗនិងឃាត់ខ្លួនជនជាតិថៃចំនួន8នាក់ក្នុងចំណោមនោះមានជនបង្កចំនួន3ទៅ4នាក់ប៉ុន្តែយ៉ាងណាមិញក៏ពុំទាន់ដឹងពីមូលហេតុនេះនៅឡើយទេប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍បានបន្តទៀតថាមុនពេលកើតហេតុជនជាតិថៃក្នុងចំណោម8នាក់គឺមានកាន់ដំបងនិងកាំបិតហើយបានទៅវាយសន្តិសុខម្នាក់ដែលកំពុងអង្គុយដួលសន្លប់នឹងកន្លែងភ្លាមនោះក៏បានស្ទុះទៅវាយសន្តិសុខម្នាក់ទៀតដួលសន្លប់ហើយថែមទាំងចាក់នឹងកាំបិតជាច្រើនកាំបិតបណ្ដាលឲ្យសន្តិសុខម្នាក់ទៀតនោះស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអនាចធម៌ប្រជាពលរដ្ឋបានបន្តទៀតថាក្រោយពេលកាត់ហេតុសមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ភ្លាមទើបឈានទៅដល់ការចាប់ខ្លួនជនជាតិថៃដែលបង្កហេតុខ្លះចាប់បាននៅក្នុងបន្ទប់ខ្លះទៀតរត់ចេញអគារបំរុងនិងរត់ចេញពីកន្លែងកាត់ហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ចំពោះករណីខាងលើនេះគឺពុំទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេថាមានរឿងអីកើតឡើងទើបឈានទៅដល់ការប្រើហិង្សានិងការសម្លាប់យ៉ាងព្រៃផ្សៃបែបនេះទោះជាយ៉ាងណាប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមកំពុងតែរងចាំមើលនៅការធ្វើការរបស់រាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចព្រោះជនជាតិថៃគឺមករស់នៅលើទឹកដីខ្មែរហើយហ៊ានធ្វើដល់ថ្នាក់សម្លាប់ប្រជាជនខ្មែរទាំងដែលខ្លួនកំពុងតែស្នាក់នៅលើទឹកដីខ្មែរយ៉ាងគ្មានញញើតដៃបែបនេះប្រជាជនកម្ពុជាមានភាពស្លូតបូតស្មោះត្រង់ហើយក៏មិនដែលមានការស្អប់ខ្ពើមរើសអើងចំពោះពូជសាសន៍ទេនេះគឺជាការសង្ខេបព័ត៌មានខ្លីៗពីខ្ញុំសូមអរគុណ